តាំងពីដើមមកខ្ញុំបានដាក់វាចូលក្នុងឃ្លាំងពុករបស់ Star Capital លេងឆេនអ្នកលេងចៃហ្គេងអញហ៊ានលេងល្បិចធំម្លេះអតិឆានអញហ៊ានសហការជាមួយត្រកូលថេនដើម្បីដណ្ដើមតំណែងប្រធានឯងចង់រុញក្រុមហ៊ុនលេនឲ្យវិនាសចង់អូសពួកយើងទៅស្លាប់ជាមួយមែនទេបើមិនមែនលោកយីដឹងមុនហើយបដូររូបមុនคล้ายដាក់ទេនោះថ្ងៃនេះពួកយើងមកតែខាត់បងធ្ងន់ហើយត្រកូលខេនច្បាស់ជាជោគជ័យអញពិតជាពូកែឆ្កែតឆានមែនកុំនិយាយផ្ដេសផ្ដាសនោះគ្រាន់តែជាពាក្យរបស់យីលេងឈៀនម្នាក់គត់គេមានភស្តុតាងអីថាខ្ញុំលួចខ្ញុំជាអនុប្រធានជាពូបង្កើតរបស់រូបជើមិចនឹងហ៊ានធ្វើបាបក្មួយខ្លួនឯងភស្តុតាងនៅឯណាចង់បានភស្តុតាងមែនទេបានខាងឆ្វេងនេះជាវីដេអូកាមេរ៉ាដែលឯងលុបចោលអ្នកជំនាញរបស់ Star Capital ប្រើពេលតែ5វិនាទីដើម្បីស្ដារវាឡើងវិញម៉ោង 2:17 យប់ឯងពាក់មួកកាន់ឧបករណ៍ដោះលេខកូដសកម្មភាពដូចចោលមែនទែនខាងស្ដាំនេះគឺជាកំណត់ត្រាធនាគារ Swiss នៅម៉ោង 8 ព្រឹកថ្ងៃនេះក្រុមហ៊ុនខ្មោចរបស់ត្រកូលថេនបានប្រាក់ចូលកាន់នីឯកជនរបស់ឯងរហូតដល់100លានលោកអនុប្រធានលេនមានអ្វីចង់បកស្រាយទៀតទេរូបសុរួចចោលអត់ទោសឲ្យពូទៅអាខេនឆេវយទេដែលបង្ខំពូគេគំរាមថាបើមិនយករូបមុនឲ្យទេគេនឹងសម្លាប់ពូត្រឹមតែវង្វេងស្មារតីមួយពេលសូមអាណិតដល់ជីតារបស់ក្មួយទុកផ្លូវឲ្យពូដើរផងបើជីតាដែលនៅលើមេឃដឹងថាឯងលោភលន់រហូតស្ទើរតែបំផ្លាញត្រកូលលេនគាត់ច្បាស់ជាបញ្ជូនឯងទៅគុកដោយផ្ទាល់ឈៀមិនហៅប៉ូលីសឥឡូវនេះចាប់ខ្លួនលេនរ៉ៃយ៉េងនិងពួកសន្តិសុខក្បត់ជាតិទាំងនេះបញ្ជូនទៅតុលាការខ្ញុំលេនរូបសឹកនឹងមិនឲ្យឯងបានចេញពីគុកឡើយចប់ហើយគ្រប់យ៉ាងចប់អស់ហើយលោកស្រីលេងកំចាត់ពួកក្បត់រួចហើយដល់ពេលធ្វើការងារសំខាន់ភាគហ៊ុនត្រកូលថេនកំពុងធ្លាក់ចុះខ្លាំងឱកាសនេះកុំឲ្យរំលងរួចឈឹខ្ញុំជាពួកឯងណាកុំចិត្តដាច់ពេកបើបញ្ជូនខ្ញុំទៅគុកត្រកូលលេននឹងត្រូវគេមើលងាយរួចจะយកវាទៅអ្នកណាដែលចង់ដកភាគហ៊ុនចេញមកឥឡូវនេះខ្ញុំលេនរួចសឹកនឹងទិញយកទាំងអស់ដោយបូកបន្ថែម12តម្លៃទីផ្សារលោកស្រីលេនពួកយើងត្រូវអាលេនចៃយ៉ាងបបបញ្ឆោតក្រោមការដឹកនាំរបស់លោកស្រីពួករួមទាំងការវិនិយោគពី Star Capital ទៅអនាគតមុខតែរុងរឿងអ្នកណាក្បត់ពិតជាល្ងងបំផុតបើមិនដកភាគហ៊ុនទេក៏ស្ងាត់មាត់ហើយត្រឡប់ទៅធ្វើការវិញចាប់ពីថ្ងៃនេះខ្ញុំជាអ្នកសម្រេចថ្ងៃស្អែកយើងត្រូវវាយបកដោយរបៀបណាវាយបកអ្វីដែលខ្ញុំចង់បានគឺការកម្ចាត់ចោលលោកពីអ្វីរួចរាល់ហើយត្រកូលថេនកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរតម្លៃភាគហ៊ុនកំពុងធ្លាក់ចុះយ៉ាងគំហុកសូមប្រើប្រាស់ទុនសម្ងាត់ទាំងអស់របស់ Star Capital ពួករួមទាំង 5,000 លានរបស់ក្រុមហ៊ុនលេងធ្វើឲ្យភាគហ៊ុនត្រកូលថេនធ្លាក់ដល់បាត់ក្នុង10នាទីខ្ញុំចង់ឲ្យខេនឆេវធ្លាក់ខ្លួនដល់ចំណុច0ទទួលបញ្ជាលោកយីទាញឡើងដាក់លុយបន្ថែមទៅហេតុអីមានទុនច្រើនម្លេះមកទុកទោយើងទុកមិនចប់ទេទុនរបស់គេធំធេងណាស់ដូចមហាសមុទ្រអញ្ចឹងទូដាក់ 1000 លានក៏មិនរង្គើចរុនលុយយើងដាច់ហើយលោកខេនធ្លាក់ដល់បាត់ហើយគណៈកម្មការមូលបត្តបានចេញសេចក្តីជូនដំណឹងបិទប្រតិបត្តិការធនាគារបានទូរស័ព្ទមកទារបំណុលរាប់រយលានត្រកូលថេនខ្សែថនហើយខ្សែថនហើយទ្រព្យសម្បត្តិត្រកូលថេនរាប់រយលានបាត់បង់ក្នុងរយៈពេល10នាទីលោកស្រីលេនផឹកស្រានេះឲ្យអស់ហើយទៅបដូរសម្លៀកបំពាក់ទៅខ្ញុំនឹងជូនអ្នកទៅត្រកូលថេនដើម្បីទារការប្រាក់លោកស្រីលេងផលិតផលរបស់ត្រកូលថេនធ្វើឲ្យអ្នកប្រើប្រាស់ខូចមុខកាលពីព្រឹកមិញគេថាផលិតផលអ្នកទាំងពីរមានប្រភពដូចគ្នាប្រជាជនកំពុងប្រឆាំងខ្លាំងតើលោកស្រីចង់យកមុខអ្នកប្រើប្រាស់មកធ្វើតេស្តសាកល្បងមែនទេបើថ្ងៃនេះមានគ្រោះថ្នាក់ទៀតតើក្រុមហ៊ុនលេងទទួលខុសត្រូវរឿងក្តីព្រមទុនបានទេមិត្តភក្តិអ្នកសារព័ត៌មានទាំងអស់សូមស្ងាត់អ្វីដែលត្រកូលថេនប្រកាសកាលពីព្រឹកមិញគឺគេលួចពីយើងវាជាឆ្នាំ2ដែលមានកំហុសប៉ុន្តែថ្ងៃនេះខ្ញុំលេនរូបឈើនឹងបង្ហាញពិភពលោកពីអស្ចារ្យបុរាណដ៏ល្អឥតខ្ចោះដែលមានការធានាដោយ Star Capital សូមអញ្ជើញម៉ូដែលសាកល្បងរបស់យើងខ្ញុំជាជនរងគ្រោះកាលពីព្រឹកមិញពេទ្យថាមុខខ្ញុំខូចអស់ហើយគឺលោកយីដែលជួយខ្ញុំគាត់ថាអស្ចារ្យបុរាណរបស់លេនអាចជួយខ្ញុំបានខ្ញុំសុខចិត្តសាកល្បង
ឥឡូវនេះសូមមកមើលភាពអស្ចារ្យទាំងអស់គ្នាជួបវាចេញទៅអស្ចារ្យណាស់នេះជាមហិច្ឆតានៃវិទ្យាសាស្ត្រគ្មានផលរំខាន30វិនាទីជាសះស្បើយស្លាកស្នាមបាត់អស់ហើយលោកស្រីលេនតើផលិតផលនេះលក់តម្លៃប៉ុន្មានយើងចង់កក់100000ឈុតលេនឈៀនអរគុណណាស់ឱសថដ៏អស្ចារ្យនេះធ្វើឲ្យខ្ញុំមានទំនុកចិត្តពិធីនេះជោគជ័យហើយតោះយើងទៅទារការប្រាក់ពីត្រកូលថេនពួកតេរិឆានដែលធ្វើឲ្យខូចការងារត្រកូលថេនរាប់រយលានបាត់បង់ក្នុងថ្ងៃតែមួយធនាគារកាត់ផ្តាច់អន្ទានភាគហ៊ុនត្រូវបានផ្អាកត្រកូលយើងខ្លាចជាគោលដៅគេគ្រប់គ្នាពុកកុំបន្ទោសខ្ញុំអីអ្នកណាទៅដឹងថាអង្គរៈរបស់គេមានឥទ្ធិពលខ្លាំងរហូតដល់ Star Capital ក៏ស្ដាប់បង្គាប់គេ Star Capital ចុះយ៉ាងណានេះជាយាងហៅខ្លាធំក៏ត្រូវខ្លាចពស់ដីដែរខ្ញុំបានជួល Dragon ពីពិភពងឹតមកហើយយប់នេះចាប់នាងលេនរួចឈើមកបង្ខំឲ្យនាងប្រគល់រូបមន្តឲ្យយើងនឹងអាចងើបឡើងវិញបានប្រធានខេនមិនបាច់ហត់ចាប់ខ្លួនទេពួកយើងមកដល់ដោយខ្លួនឯងហើយពុកគឺវាគឺអាបេសាច់នេះស៊ូក៏មានផ្លូវមិនដើរនរកអត់ទ្វារបែរជាមករកហ៊ានមកអួតអាងក្នុងទឹកដីខ្ញុំមែនទេកុំតិចវាចោលទៅចាប់វាឲ្យបានអាឡអែបស្លាប់ក្នុងដៃខ្ញុំជាកិត្តិយសរបស់ឯងហើយខ្ញុំនឹងកិនឆ្អឹងឯងឲ្យខ្ទេចលេងឈានពួកគេមនុស្សច្រើនណាស់ហើយមានអាវុធទៀតចង់កិនឆ្អឹងខ្ញុំឯងមានសមត្ថភាពអីតែរបស់ខ្ញុំចូលមកទាំងអស់គ្នាមកខ្ញុំប្រញាប់ចូលធ្វើអីចូលទៅកាប់វាឲ្យបាន10លានជីតាខ្ញុំខុសហើយខ្ញុំមិនហ៊ានប៉ះពាល់លោកស្រីលេនទៀតទេសូមមេត្តាទុកជីវិតឲ្យខ្ញុំផងយាយកុំអួតឲ្យសោះខ្ញុំបានហៅ Dragon មកហើយគាត់នាំមនុស្សមកពេញនៅខាងក្រៅថ្ងៃនេះឯងរត់មិនរួចទេDragon ជួយខ្ញុំផងអាត្រិឆានេះមិនត្រឹមតែបំផ្លាញមុខមាត់ខ្ញុំទេវាថែមទាំងចង់កំទេចពិភពងឹតយើងទៀតអ្នកកំឡុះសមត្ថភាពល្អណាស់តែអួតអាងពេកនឹងអាយុខ្លីថ្ងៃនេះឯងលុតជង្គង់កាត់ដៃខ្លួនឯងចោលខ្ញុំនឹងទុកសពឲ្យឯង Dragon បាត់មុខ5ឆ្នាំឯងហ៊ានឈរនិយាយជាមួយខ្ញុំទៀតមែនទេខ្ញុំមានភ្នែកតែមិនស្គាល់មេកោយសូមអភ័យទោសផងជីលូហអ្នកជាម្ចាស់របស់វាមែនទេត្រកូលថេនហាន់ហោចហើយហាន់ហោចពិតមែនចាត់ការដោយរបៀបណាដឹងទេចូលព្រមត្រកូលថេនពាក់ព័ន្ធបទឧក្រិដ្ឋច្រើនណាស់ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវផ្ទេរមកឲ្យក្រុមហ៊ុនលេនក្នុងរយៈពេល1ម៉ោងចំពោះ Ken Zhenghao និង Ken Shengyu ខ្ញុំនឹងចាប់ពួកគេចាក់ស៊ីម៉ងនៅក្រោមស្ពានឲ្យពួកគេមិនអាចងើបក្បាលបានទៅទៀតគ្រប់គ្រាន់ហើយប្រគល់ពួកគេឲ្យច្បាប់ចុះខ្ញុំមិនចង់ឲ្យដៃអ្នកប្រឡាក់ឈាមទេតាមតែអ្នក Dragon ប្រគល់ពួកគេឲ្យប៉ូលីសជំនាញឲ្យពួកគេទៅរស់នៅក្នុងគុកពេញមួយជីវិតទៅទទួលបញ្ជាវិនិយោគ5000លានប្រធាន Star Capital លុតជង្គង់ស្ដេចពិភពងឹតហើយអ្នកថាម្ចាស់យីលេងឈានឯងពិតជានរណាតើការដែលអ្នកមកជួបខ្ញុំជាការចៃដន្យមែនទេទោះចៃដន្យឬព្រំលិខិតក៏ដោយទ្រព្យសម្បត្តិរាប់ពាន់លាននិងអំណាចទាំងឡាយរបស់ខ្ញុំក៏គ្រាន់តែជាកន្លងផុតទៅប៉ុណ្ណោះកាលពីមុនខ្ញុំដឹកនាំឈីលូហកំទេចកងទ័ពបរទេស
ធ្វើឲ្យមហាសេដ្ឋីទូទាំងពិភពលោកញាប់ញ័រគ្រាន់តែដើម្បីឈរលើកំពូលអំណាចតែពេលបានជួបអ្នកនៅការដ្ឋានសំណង់ខ្ញុំទើបយល់ថាអ្វីដែលគួរការពារបំផុតគឺអ្នកតើពួកដែលតាមដានអស្ចារ្យបុរាណពិតជាត្រូវកម្ចាត់អស់មែនទេពេលអ្នកធ្វើសន្និសីទសារព័ត៌មានមេតបទាំង4នៃឈីលូហរបានសម្អាតក្រុមទាំងអស់ដែលហ៊ានគិតអាក្រក់មកលើអ្នកចាប់ពីពេលនេះទៅគ្មានអ្នកណាហានប៉ះអ្នកទៀតឡើយចុះទៅមុខអ្នកនៅតែធ្វើជាអង្គរៈរបស់ខ្ញុំទៀតទេលែងធ្វើហើយចាប់ពីថ្ងៃនេះក្រុមហ៊ុនលែងជារបស់អ្នកហើយអ្នកជាមនុស្សរបស់ខ្ញុំនឹងប្រើជីវិតនេះមើលថែអ្នកម្នាក់ឯង